Hello សួស្តីបងប្អូនទាំងអស់គ្នាមកទៀតហើយថ្ងៃនេះគឺចង់ចែករំលែកបងប្អូនទាំងអស់គ្នាពីការលុបសាក់ថ្ងៃនេះគឺជាវីដេអូដែលខ្ញុំបានមកលុបសាក់លើកទី8បងប្អូនចង់ដឹងអត់ថាវារលុបបានប៉ុណ្ណាអញ្ចឹងណាតោះមកមើលទាំងអស់គ្នាថាគេធ្វើមិនបានគេអាចលុបសាក់យើងបានណាហើយសាក់ខ្ញុំនេះគឺមកខ្ញុំមកបាញ់8ដងហើយឃើញអត់បងប្អូនវាលុបដែរប៉ុន្តែវាអត់សូវលុបបានច្រើនទេវាលុបម្ដងបានបន្តិចអញ្ចឹងណាហើយបើសិនជាបងប្អូនមានបំណងចង់លុបសាក់អីណាកុំគិតយល់ច្រឡំថាយើងបាញ់លុបតែម្ដងវាលុបឬមួយក៏2ដង3ដងអីវាលុបនិយាយទៅវាអត់ចឹងទេវាអាស្រ័យលើស្នាមសាក់របស់យើងបើសិនជាជ្រៅទេយើងបាញ់យូរទ្រាំតែលុបហើយរយៈពេលបាញ់គឺមួយខែយើងអាចបាញ់បានតែម្ដងទេអញ្ចឹងណាហើយបាញ់ម្ដងហ្នឹងគឺវារលុបបានតិចខ្លាំងមែនតើនិយាយទៅតើតែយើងព្យាយាមអញ្ចឹងណាមួយខែគឺយើងត្រូវទៅបាញ់ម្ដងអីចឹងទៅយូរទៅវាអាសាប់ម្ដងតិចចឹងណាហើយដូចដៃរបស់ខ្ញុំអញ្ចឹងគឺកន្លែងក្រាស់អត់ងាយទេអត់ងាយលុបបងប្អូនអញ្ចឹងយើងត្រូវមួយខែយើងបាញ់ម្ដងហើយដល់ពេលកន្លែងស្រាលណាលុបចិត្តអស់ហើយការបាញ់សាក់គឺអញ្ចឹងគេលាបស្នាមស្ពឹកហើយគឺគេបាញ់អញ្ចឹងអត់សូវឈឺទេបងប្អូនយើងអាចទ្រាំបានអញ្ចឹងណាដើម្បីយើងដកវាចេញមកគឺយើងត្រូវតែទ្រាំការឈឺចាប់ហើយកាលមុនក៏ខ្ញុំអត់ដឹងដែរខ្ញុំស្មានតាគេបាញ់ម្ដងវាអាចអារម្មណ៍អញ្ចឹងណាខ្ញុំអត់ដឹងទេតោះតែខ្ញុំទៅធ្វើសេវាកម្មនៅច្រើនកន្លែងហើយពី3កន្លែងមកហើយខ្ញុំដឹងថាការបាញ់លុបសាក់គឺមិនមែនបាញ់ម្ដង2ដងវាអាលុបទេអញ្ចឹងហើយវាអាស្រ័យលើស្នាមសាក់របស់យើងអញ្ចឹងហើយបើសិនជាបងប្អូនចង់លុបសាក់អីគឺបងប្អូនត្រូវការចំណាយពេលអញ្ចឹងកុំឲ្យយល់ច្រឡំដូចខ្ញុំថាលុបម្ដង2ដងអីវាបាត់អីចឹងណាវាបាត់មែនលុបតែស្នាមសាក់ណាដែលស្រាលខ្លាំងអាហ្នឹងលុបម្ដង2ដងបាត់តែបើស្នាមសាក់យើងជ្រៅខ្មៅហើយអាហ្នឹងមិននិយាយទេបងប្អូនអញ្ចឹងថាតាមរយៈវីដេអូនេះដែរគឺចង់ផ្ញើសារទៅបងប្អូនមួយចំនួនដែលជាយុវវ័យក្មេងៗណាពេលដែលយើងនៅយុវក្មេងៗសឹកទៅឆ្ងាយហើយចង់ធ្វើអីធ្វើនឹងអីចឹងណាហើយឃើញគេសាក់ឃើញគេអីចឹងទៅស្រឡាញ់ដែរពេលនោះស្រឡាញ់មួយឆាវចឹងទៅយើងអត់ដឹងអីទេអ្នកណានិយាយគាត់ខ្វល់ដែរចឹងដល់ទៅពេលហើយយើងក៏សម្រេចចិត្តថាសាក់អីចឹងពេលសាក់វងនោះគឺសុបាយរីករាយណាតែដល់ទៅពេលយើងអាយុច្រើនទៅបើយើងដឹងថាស្នាមសាក់ហ្នឹងគឺវាមានបានជួយឲ្យយើងទេបើមិនយើងសាក់នៅលក្ខណៈថាបរិវេណដូចជាកន្លែងយើងអាចបិទបាំងបានវាមិនសូវជាបញ្ហាតែបើមិនជាយើងសាក់នៅកណ្ដាលវាចឹងគឺពេលដែលយើងទៅណាមកណាគឺពិបាកខ្លាំងមែនតើជាពិសេសពេលដែលយើងចូលរួមកម្មវិធីអីគឺវាឃើញមកចឹងទៅធ្វើឲ្យយើងមានអារម្មណ៍ថាពេលខ្លះវាខុសគេតែឯងអញ្ចឹងទៅវាធ្វើឲ្យខូចអារម្មណ៍យើងដែរពេលដែលមនុស្សអ្នកផ្សេងដែរដូចជាមនុស្សចាស់អីចឹងទៅដែលគាត់ចូលចិត្តក្មេងមានស្នាមសាក់អីចឹងការសម្លឹងមកមើលខ្សែភ្នែករបស់គាត់មើលមកលើយើងអញ្ចឹងមើលទៅយើងសាក់តម្លៃអីចឹងហើយអ្នកខ្លះទៀតគេស្ដីឲ្យថាយើងទៅពេលចឹងទៅយើងមិនជាបញ្ហាគ្រាន់ថាពេលខ្លះតែមុនយើងតែងតែគិតថាអ្នកណានិយាយអីមិនខ្វល់ទេសំខាន់គឺខ្លួនយើងចឹងមួយចិត្តល្អអីចឹងទៅប៉ុន្តែខ្ញុំគិតទៅសំពីសម្ដីអស់ហ្នឹងយើងគាត់តែលងចិត្តខ្លួនឯងទេប៉ុន្តែជាក់ស្ដែងពេលដែលយើងមកលើគេនិយាយអីពាក់ព័ន្ធនឹងយើងដែលមិនល្អអីចឹងវាធ្វើឲ្យយើងខូចអារម្មណ៍ភ្លាមហ្មងអញ្ចឹងបានខ្ញុំគិតថាស្នាមសាក់ហ្នឹងវាយូរទៅវាមានប្រយោជន៍អីសម្រាប់យើងទេក៏វាអត់ល្អជាដែរពេលដែលយើងចាស់ទុំទៅយើងអត់មានលោឆាយនឹងស្នាមសាក់ហ្នឹងទេអញ្ចឹងក៏សម្រាប់ចិត្តថាលុបវាចោលហើយស្ដាប់ជាមនុស្សចាស់ទុំគេវិញអញ្ចឹងណាគឺលេងធ្វើជាក្មេងស្ទីលទៀតហើយអាយុច្រើនហើយល្មមហើយអញ្ចឹងណាហើយក៏មានអារម្មណ៍ថាស្ដាយក្រោយដែរមិនសុខមិនសាប់ទៅសាក់ទៅអីចឹងណាហើយអីកាលហ្នឹងគិតអត់ឃើញថាពេលដែលយើងអាយុច្រើនយើងអីទៅយើងខ្មាស់គេឬមួយក៏អីចឹងណានិយាយទៅគិតដល់ដែរពេលឥឡូវមិននឹកឃើញថាស្ដាយក្រោយមែនព្រោះលុបមិនងាយជ្រះទេបងប្អូននិយាយទៅគឺលុបច្រើនដងខ្លាំងហើយយើងក៏មានការឈឺចាប់ដែរខាត់ទាំងពេលវេលាខាត់ទាំងលុយកាក់ហើយឈឺសាច់ទៀតអញ្ចឹងណាបើសិនជាក្មេងៗមួយចំនួនដែលមានកម្រងចង់សាក់អីយើងសាក់តូចៗអីទេយើងសាក់នៅកន្លែងណាដែលយើងពេលចិត្តអីចឹងណាយើងសាក់តូចអីល្អមើលស្អាតអីបានហើយកុំសាក់ធំពេកសាក់ធំពេកពេលណាដែលយើងអាយុច្រើនទៅយើងចង់លុបយើងដូរចិត្តស្រឡាញ់វាយើងចង់លុបវាចេញពីខ្លួនយើងបានណាបងប្អូនអើយអញ្ចឹងមិនថានេះជាមេរៀនជីវិតរបស់ខ្ញុំហើយខ្ញុំចង់ប្រាប់ទៅដល់ក្មេងៗថាកុំឲ្យខុសដូចខ្ញុំអីចឹងនិយាយទៅបងប្អូនរឿងនេះខ្ញុំអត់ជិះលេងខ្ញុំតែម្លែកពីបទពិសោធន៍ពិតប្រាកដហ្មងពេលដែលយើងនៅវ័យសិក្សាយើងគិតអីខ្លីៗទេខ្ទង់អាយុខ្ទង់15ឆ្នាំ16 17 18 20អីក៏ដោយនិយាយទៅការគិតរបស់យើងគឺខ្លីៗខ្លាំងមែនតើហ្មងហើយតែកាលហ្នឹងពេលហ្នឹងគឺយើងគិតថាយើងចាស់ទុំហើយយើងពេញវ័យហើយយើងចាស់ហើយប៉ុន្តែតាមពិតអត់ចឹងទេបងប្អូនបទពិសោធន៍យើងនៅតិចហើយការគិតរបស់យើងគឺខ្លីខ្លាំងមែនតើហើយយើងអត់ស្ដាប់ណាទេក្នុងវ័យហ្នឹងអញ្ចឹងធ្វើឲ្យយើងហ្នឹងគឺដើរខុសផ្លូវខុសងាយនឹងដើរផ្លូវខុសពេលដែលខ្ញុំអាយុច្រើនបាទខ្ញុំដឹងថាភាពវិញ្ញាណរឹងរូបដែលយើងអត់ព្រមស្ដាប់អ្នកដែលមានអាយុច្រើនជាងយើងគេនិយាយកន្លែងណែនាំយើងឲ្យដើរផ្លូវល្អអញ្ចឹងហើយយើងដាក់ថាយើងរឹងយើងគិតថាយើងត្រូវធ្វើឲ្យយើងហ្នឹងដើរផ្លូវខុសច្រើនដងហើយអត់ដឹងខ្លួនឯងខុសទេតើថារយៈពេលយូរយើងជួបបទពិសោធន៍ជីវិតច្រើនឯងចង់អាយុច្រើនអីទៅមិនយើងត្រឡប់ទៅមើលនៅក្រៅវិញមិនយើងដឹងថាអាហ្នឹងវាជាផ្លូវខុសដែលយើងកសាងឡើងដោយខ្លួនឯងជាកំហុសរបស់យើងដែលយើងជាអ្នកធ្វើដោយខ្លួនឯងអញ្ចឹងណាប៉ុន្តែយើងស្ដាយក្រោយក៏វាយឺតពេលដែរដោយសារវាហួសហើយយើងអត់អាចកែប្រែបានទេអញ្ចឹងហើយក្មេងៗមួយចំនួនបើសិនជាអាចមានមនុស្សចាស់ឬក៏អ្នកណាដែលគេអាយុច្រើនជាងយើងណាបើគេណែនាំអីយើងស្ដាប់គេខ្លះទៅនិយាយទៅចិត្តខ្ញុំរងថ្ងៃហ្នឹងចេះតែមានអារម្មណ៍ថាចង់ចែករំលែកបទពិសោធន៍ខ្លួនឯងដែលធ្លាប់ឆ្លងកាត់ហើយហ្នឹងទៅដល់ក្មេងៗចំនួនក្រោយដែលគាត់បានឆ្លងកាត់អត់មានបទពិសោធន៍ជីវិតអញ្ចឹងណាចង់ឲ្យគាត់ហ្នឹងបានស្ដាប់បានដឹងអញ្ចឹងឲ្យគាត់បានចេះគិតច្រើនកុំឲ្យគាត់ងាយនឹងចាញ់បោកគេឬមួយក៏ងាយនឹងជួបរឿងអីដែលមិនសមបំណងជួបរឿងអីដែលងាយនឹងដើរផ្លូវខុសអញ្ចឹងហើយចេះតែចង់ចែករំលែកនិយាយទៅបទពិសោធន៍ជីវិតរបស់ខ្ញុំគឺមានច្រើនមែនតើគាត់ថាខ្ញុំអត់សូវចេះនិយាយអញ្ចឹងហើយបាទខ្ញុំអត់សូវចង់ធ្វើវីដេអូបែបអញ្ចឹងទេប៉ុន្តែទោះជាយ៉ាងណាខ្ញុំនឹងព្យាយាមធ្វើវីដេអូនឹងឡើងមកទៀតកុំឲ្យបទពិសោធន៍ជីវិតដែលខ្ញុំធ្លាប់ជួបហ្នឹងវាខ្លាយជាអាសាបងអញ្ចឹងនិយាយទៅជីវិតយើងគឺ10ឆ្នាំមានអត់ច្រើនដងទេបើសិនជាបទពិសោធន៍ខ្ញុំអាចធ្វើជាប្រយោជន៍ដល់សង្គមបានខ្ញុំនឹងធ្វើ